កម្ពុជាមិនទុកទីទេទៅដល់ទឹកដីអាមេរិកភ្លាមសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានកម្រិតពិភពលោក Reuters ហើយលោកបានបញ្ជាក់យ៉ាងច្បាស់ថាកងទ័ពថៃបានចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ក្រោយបទឈប់បាញ់ដែលជាគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ចូលជាធរមានរួចទៅហើយលោកនាយករដ្ឋមន្ត្រីកម្ពុជាបានប្រាប់ Reuters បន្ថែមទៀតថាទោះបទឈប់បាញ់លើកទី2ចូលជាធរមានជាង2ខែទៅហើយប៉ុន្តែនៅតែមានវត្តមានកងទ័ពថៃចូលទឹកដីកម្ពុជាយ៉ាងជ្រៅជាច្រើនទីតាំងហើយពួកគេថែមទាំងបានយកទូកុងតឺន័រនិងបណ្ដាលួសមកពង្រាយបិទផ្លូវដោយខុសច្បាប់បង្កការលំបាកដល់ពលរដ្ឋភៀសឹកហើយប្រជាជនរាប់ពាន់នាក់នៅតែមិនអាចត្រឡប់ទៅផ្ទះវិញបានលោកអះអាងថានេះមិនមែនជាការចោទប្រកាន់ទេប៉ុន្តែវាជារឿងពិតដែលកំពុងកើតមាននៅបន្ទាត់ព្រំដែនកម្ពុជាថៃប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះក៏បានសំណូមពរឲ្យថៃពន្យាក្រុមការងារដោះស្រាយវិវាទព្រំដែនតាមរយៈកិច្ចប្រជុំ JBC ឲ្យបានឆាប់រហ័សបំផុតឱកាសល្អកម្ររកបានសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើរបាយការណ៍ជាផ្លូវការថាថៃបានឈ្លានពានចូលកាន់កាប់ទឹកដីកម្ពុជានៅចំណុចមួយចំនួនក្រោយបទឈប់បាញ់ដោយថៃគេមិនអោយតវ៉ានោះទេព្រោះគ្មានភារកិច្ចនិងមិនមែនជាសមាជិករបស់ក្រុមប្រឹក្សាសន្តិភាពដែលបង្កើតឡើងដោយលោក Donald Trump ដែលជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកថ្ងៃនេះយើងវាយវាលើឆាកអន្តរជាតិរឿងធ្ងន់ណាស់ច្បាស់ជាវាមិនសុខចិត្តនោះទេព្រោះគេកំពុងតែស្ដារនយោបាយខំកាយសេដ្ឋកិច្ចខំអង្វរទេសចរក៏ប៉ុន្តែយើងដាក់មួយដបងនេះធ្ងន់ណាស់យុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមយើងត្រូវតែឈ្នះសៀមឲ្យបានរឿងអ្វីក៏ដោយបើស្រួលស្មានពេកគ្មានភាពអស្ចារ្យនោះទេថៃមើលងាយខ្មែរតលតែឈប់ប្រយ័ត្នថៃមើលខុសខ្មែរមិនមែនខ្លាចថៃនោះទេគ្រាន់តែខ្មែរមិនអាចឲ្យថៃវាយតលតែងាប់នោះទេទើបត្រូវរកផ្លូវផ្សេងដោះស្រាយខ្មែរទុកឲ្យស្ងប់ស្ងាត់បន្តិចទើបផ្សាយម្ដងទៀតហើយក៏ផ្ទុះក៏ក្រើកម្ដងទៀតអាទិនទើបតែជាប់ឆ្នោតផងប្រយ័ត្នប្រយែងក្រែងកាន់ដំណែងមិនបានយូរឆ្លៀនពៀនចូលកាន់កាប់ទឹកដីកម្ពុជាហើយបែរជាចោទថាកម្ពុជាប្រើល្បិចទៅវិញលោកស៊ីហាស័កផុនគៀតកែវរដ្ឋមន្ត្រីការបរទេសចៅថៃថាខ្លួននឹងហោះទៅទីក្រុងហ្សឺណែវដើម្បីប្តឹងតវ៉ានឹងកម្ពុជាថាកម្ពុជាបានប្រើល្បិចដកថយដើម្បីឲ្យថៃចូលកាន់កាប់រួចអាងនឹងប្តឹងថៃទៅវិញឆ្លៀនពៀនគេហើយចោទថាគេមានល្បិចប្រុងចង់ប្តឹងគេទៅទៀតកម្ពុជាអាចទទួលបានគ្រប់ពេលវេលាព្រោះកម្ពុជាចង់បានតែភាពត្រឹមត្រូវប៉ុណ្ណោះរួចឡើងតុលាការរកខុសរកត្រូវជាមួយនឹងថៃខ្លាចតែថៃទេតើដែលមិនហ៊ានឡើងតុលាការ ICJ ជាមួយនឹងកម្ពុជាព្រោះធ្លាប់ចាញ់កម្ពុជាអស់2ដងមកហើយអនុទិនជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃទើបតែមានចិនមួយប៉ុណ្ណោះដែលអបអរសាទរក្រៅពីនេះស្ងាត់ឲ្យឆឹងតើអ្នកដឹងថាមូលហេតុអ្វីទេមិត្តដែកថៃកម្ពុជាអបអរសាទរការជាប់ឆ្នោតរបស់អនុទិនសម្លឹងមើលឃើញឈុំសមុទ្រថៃដើម្បីធ្វើប្រេកជីកត្រង់មកកាន់ថៃកម្ពុជាវៀតណាមឡាវនិងភូមាដោយមិនឆ្លងកាត់ប្រទេសសង្ហបុរីមិត្តយើងមិនខូចទេគឺមិត្តយើងត្រូវការប្រយោជន៍ដើម្បីទប់ទល់អំណាចអាមេរិកយើងឃើញទេគេធ្វើអ្វីគឺគេគិតប្រទេសគេជាមុនកម្ពុជាត្រូវរៀនពីអ្វីដែលចំណេញនយោបាយជាតិគេអត់ប្រើមនោសញ្ចេតនាទេគេប្រើផលប្រយោជន៍ជាតិធំរៀងៗខ្លួនថៃចាប់ចិនកម្ពុជាចាប់អាមេរិកជារឿងផលប្រយោជន៍រៀងៗខ្លួនភូមិសាស្ត្រនយោបាយផ្លាស់ប្ដូរហើយកម្ពុជាត្រូវសម្លឹងមើលឲ្យបានវែងឆ្ងាយជាមួយសហរដ្ឋអាមេរិកអឺរ៉ុបកម្ពុជាសំណាងពេកហើយដែលបានចាប់យកឱកាសឲ្យបានលឿនបំផុតកុំអល់ឯកកុំស្ទាក់ស្ទើរត្រូវតែឈ្មោះទៅមកខ្លួនលោកដៃជួយពួកផ្ដាច់ខ្លួនកូរ៉ែននៅមីយ៉ាន់ម៉ាបែរជាខ្លាចម៉ាឡេស៊ីជួយដល់ក្រុមផ្ដាច់ទឹកដីនៃភូមិខាងត្បូងប្រទេសថៃទៅវិញនាយករដ្ឋមន្ត្រីប្រទេសថៃអនុទិនច័ន្ទវិរៈខុលបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងបទសម្ភាសន៍ស្ដីពីកិច្ចប្រជុំសន្តិសុខនៅខេត្តសង្ខ្លាភូមិខាងត្បូងប្រទេសថៃកាលពីថ្ងៃអង្គារទី17ខែកុម្ភៈឆ្នាំ2026ម្សិលមិញនេះលោកគាំទ្រចំពោះការសាងសង់របងព្រំដែនរវាងម៉ាឡេស៊ីនិងថៃលោកកំពុងតែព្យាយាមស្នើទៅកាន់ម៉ាឡេស៊ីដាច់ខាតកុំឲ្យលោកដៃជួយពួកក្រុមផ្ដាច់ទឹកដីនៃភូមិខាងត្បូងប្រទេសថៃឲ្យសោះលោកបានបន្ថែមថាសកម្មភាពកន្លងមករបស់ក្រុមផ្ដាច់ទឹកដីនៃភូមិខាងត្បូងប្រទេសថៃគឺជាបទល្មើសឧក្រិដ្ឋនិងជាអំពើភេរវកម្មបង្កអសន្តិសុខដល់ថៃពលគឺលោកមិនអាចទទួលយកបាននោះទេលោកសង្កត់ធ្ងន់បន្ថែមថាលោកបានពិភាក្សារឿងនេះជាមួយនឹងមេបញ្ជាការយុទ្ធភូមិភាគទី4របស់ថៃរួចរាល់ហើយដូច្នេះថៃនឹងសាងសង់របងព្រំដែនរវាងម៉ាឡេស៊ីនិងថៃដោយតែថៃបានសាងសង់របងនៅតាមបណ្ដោយព្រំដែនកម្ពុជានាពេលឆាប់ៗខាងមុខនេះដែរ
បន្ទាប់ពីក្បាល10សៀវភៅកំពុងល្បីពេញ Facebook មិនទាន់ដោះស្រាយខណៈពេលនេះម្ដាយក្មេងប្រុសដែលគ្រូឆ្កឹះជើងបានចេញមកច្រានចោលលិខិតបំភ្លឺរបស់រដ្ឋបាលស្រុកបាកានខេត្តពោធិ៍សាត់និងទាមទាររកយុត្តិធម៌ឲ្យកូនប្រុសសាច់ជាថ្មីដែលកូនប្រុសរបស់ខ្លួនរងភាពអយុត្តិធម៌